ណាជាបឋមខ្ញុំបកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមគោរពជំរាបសួរបងប្អូនស្រីប្រុសទាំងអស់ដែលតែងតែទស្សនាតាមរយៈ account របស់ខ្ញុំបកណាខ្ញុំបាទនៅក្នុងថ្ងៃនេះគឺខ្ញុំបកណាមានដំណឹងបើកវគ្គសិក្សាថ្មីគឺបើកដំណើរការនៅវគ្គបណ្ដុះបណ្ដាលថ្នាក់ភាសាបាលីកម្រិតមូលដ្ឋាននៅទីតាំងស្រុកកំណើតណាហើយទីតាំងសិក្សាហ្នឹងគឺនៅភូមិអូស្វាយឃុំអូស្វាយស្រុកកំពង់សៀមខេត្តកំពង់ចាមសូមពេលចូលរួមតិចបាទសូមជំរាបសួរបងប្អូនទស្សនាហើយសូមជំរាបសួរពុកម៉ែបងប្អូនពូមីងទាំងអស់អញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំកណាខ្ញុំបាទបានចូលរួមបើកកម្មវិធីថ្នាក់រៀនបាលីហើយនឹងធម៌ដល់បងនៅក្នុងភូមិណាអញ្ចឹងនៅក្នុងកម្មវិធីនេះគឺចង់ឲ្យបងប្អូនក្នុងភូមិបានមករៀនបាលីហើយនឹងរៀនធម៌ហើយយើងចាប់ផ្ដើមសិក្សាជារៀងរាល់ថ្ងៃសៅរ៍មួយសប្តាហ៍យើងរៀនម្ដងហើយខ្ញុំកណានេះគ្រាន់តែជាអ្នកប្រម៉ែប្រមូលណាម៉ែប្រមូលបងប្អូនយើងមកឥឡូវបានជុំគ្នាហើយទឹកក្រោយអាចថានឹងមានមកផ្សេងទៀតហើយនឹងអញ្ជើញលោកគ្រូមកបរៀនណាគាត់បរៀនទាំងបាលីហើយនឹងឲ្យមានបាលីមានឯកសារមួយចំនួនសម្រាប់ប្រកេនជូនហើយអត់ទាន់បានអស់ទេអានេះគ្រាន់តែជាការព្រៀនទុកសិនកម្មវិធីបង្រៀនគឺដូចលោកគ្រូបានលើកឡើងខាងដើមអញ្ចឹងថាយើងមករៀននៅទីនេះគឺទី1គឺយើងត្រូវរៀនបាលីសិនបាទពីព្រោះមូលដ្ឋានគ្រឹះសំខាន់ហ្នឹងគឺបាលីហ្នឹងឯងកាលណាយើងបានចេះបាលីហើយរបៀបនៃការអានធម៌របៀបនៃការសូត្រធម៌ចង់អានតាចង់អានយាយអីអាហ្នឹងយើងចេះបាលីអត់បញ្ហាទេតែកាលណាយើងអត់ទាន់ដឹងក្បួនច្បាប់វេយ្យាករណ៍បាលីពាក្យស័ព្ទអីទាំងអស់អត់ចាំបាច់និយាយទៅដល់ណាច្រើនទេសូម្បីតែរឿងពាក្យមួយម៉ាត់អក្សរតអក្សរដដូចលើកមិញអញ្ចឹងក៏ជាបញ្ហាដែរបើថាបញ្ហាទូដកតូចបំផុតក៏ជាបញ្ហាមួយដោយសារយើងអត់បានចេះក្បួននេះណាប៉ុន្តែប្រកេនជូនថាការរៀនវគ្គបាលីមូលដ្ឋានហ្នឹងគឺគ្រាន់តែឲ្យបងប្អូនគឺមីងអ៊ំមាទាំងអស់បានចេះរបៀបអានសិនទេណាបាទយើងរៀនកម្រិតមូលដ្ឋានដំបូងចេះអានបាលីហ្នឹងគេអានថាម៉េចសិតិបិសោភគវាអញ្ចឹងទៅពីអានម៉េចធរណែបាលីកន្លែងណាមានអក្សរត្រួតជើងឆ្វេងស្ដាំអីយើងដឹងរបៀបអានវាអាណាអានយាអាណាអានយ៉ាអាណាយាយអាណាតាត្រូវស្គាល់អាហ្នឹងណាតែកាលណាយើងបានសិក្សាឆ្លងកាត់មូលដ្ឋានគ្រឹះហើយអញ្ចឹងបងអាចទៅមើលអក្សរបាលីអក្សរវត្តគេអក្សរវត្តយើងបានហើយណាពីទូទៅបងច្រើនណាអូអាហ្នឹងអក្សរវត្តគេអាហ្នឹងអក្សរស្រុកគេអត់ចេះអានទេបាទនេះស្រុកគេអញ្ចឹងកាលណាបានឆ្លងកាត់វគ្គនេះហើយគឺងាយហើយហ្នឹងបាទដោយបងប្អូនបានទស្សនានៅវីដេអូខាងដើមហើយគឺជាការជួបជុំគ្នាដើម្បីបើកវគ្គសិក្សាភាសាបាលីដែលខ្ញុំបកណាខ្ញុំបានបើកជូនដល់ពុកមីងពូមីងពុកម៉ែបងប្អូនយាយតាជាពិសេសគឺថ្នាក់ដឹកនាំផ្នែកខាងពុទ្ធបរិស័ទយើងណាជាលោកអាចារ្យជាអីចឹងទៅឲ្យគាត់បានសិក្សារៀនសូត្របាលីហើយសកម្មភាពនេះគឺកំពុងតែជួបជុំគ្នាហើយខ្ញុំក៏បានណែនាំនៅចំណុចក៏ដូចជាគោលការណ៍ក្នុងការសិក្សានៅថ្នាក់ភាសាបាលីហ្នឹងយ៉ាងណាខ្លះក៏ដូចជាប្រាប់ពីគោលបំណងនៃការសិក្សាបាលីហើយប្រយោជន៍ក្នុងការរៀនបាលីហើយប្រាប់អំពីថាទោសកំហុសមួយចំនួនដែលដូចថាពួកគាត់អត់បានរៀនបាលីចឹងទៅគាត់ទៅប្រើប្រាស់គាត់ទៅអនុវត្តសូត្រធម៌គាត់ទៅបង្រៀនធម៌គ្នាអីចឹងទៅថាវាមានបញ្ហាឆក់ល្វែងឆ្កមខុសពីក្បួនខ្នាតត្រឹមត្រូវអីចឹងទៅណាអញ្ចឹងនេះគឺជាសកម្មភាពដែលខ្ញុំតកណាខ្ញុំបាទជាមួយនឹងលោកគ្រូបាលីបានអញ្ជើញបងប្អូននៅក្នុងភូមិហ្នឹងបានមកចំណែកណាថ្ងៃហ្នឹងបានមកច្រើនគូសំដែរបាន7 8នាក់អីដែរហើយក្រោយទៀតសង្ឃឹមថាពួកគាត់នឹងមានការចូលរួមច្រើនទៀតហើយដោយសារតែពេលខ្លះគាត់អត់មានទូរស័ព្ទគាត់អត់បានដឹងដំណឹងអីចឹងណាប៉ុន្តែតាមឮដំណឹងលហៀងមកថាពួកគាត់ចង់រៀនឲ្យតែថាមានការបើកវគ្គរៀន
វគ្គបណ្ដុះបណ្ដាលអីចឹងគឺថាពួកគាត់ចង់រៀនហ្នឹងហើយនេះគឺខ្ញុំបានលើកសៀវភៅបង្ហាញថាបន្ទាប់ពីបងប្អូនពូមីងពុកម៉ែអីបានរៀនបាលីចេះហើយយើងអាចរៀនធម៌ណាទិសដៅរបស់យើងគឺនឹងរៀនធម៌សូត្រធម៌ថ្វាយបង្គំធម៌អីហ្នឹងគឺថាត្រូវរៀនទាំងអស់ប៉ុន្តែសំខាន់មូលដ្ឋានដំបូងគឺត្រូវចេះបាលីសិនបើសិនជាអត់ចេះក្បួនអានបាលីទេរៀនធម៌ហ្នឹងក៏ពិបាកហ្នឹងហើយដូចជាខាងដើមហ្នឹងថារៀនតាមតែគ្នាថាតាមតែគ្នាអញ្ចឹងវានាំឲ្យខុសតជំនាន់បាទហើយកំពុងតែកាយវិការប្រាប់ពួកគាត់ថាបើកាលណាយើងរៀនបាលីចេះហើយយើងនឹងងាយស្រួលអាចថ្ងៃក្រោយទៅជាអាចារ្យថ្ងៃក្រោយទៅជាអ្នកដឹកនាំគេជាអ្នកស្មូតអ្នកបង្រៀនធម៌បង្រៀនបាលីអីយើងមានក្បួនខ្នាតអីត្រឹមត្រូវយើងមិនមែនចេះតែចេះអត់មានគ្រូចេះអត់មានក្បួនច្បាប់អីហ្នឹងទេណាអញ្ចឹងសកម្មភាពទាំងអស់នេះគឺខ្ញុំសប្បាយចិត្តនៅពេលដែលឃើញថាអ្នកភូមិគាត់ចង់រៀនអ្នកភូមិគាត់ចង់រៀនហើយមានអ្នកមកបង្រៀនអីអញ្ចឹងគឺពួកគាត់សប្បាយចិត្តមើលទឹកមុខមើលពុភៈញញឹមប្រំប្រៃរបស់ពួកគាត់ទៅថាពួកគាត់សប្បាយចិត្តនៅក្នុងការចូលរួមដើម្បីសិក្សារៀនសូត្រហ្នឹងឲ្យទៅថាមានគ្រូមកបង្រៀនឲ្យទៅមានអ្នកមកបង្រៀនគឺពួកគាត់សប្បាយចិត្តនឹងមករៀនហ្នឹងហើយដល់ពេលខ្ញុំឃើញពួកគាត់រីករាយសប្បាយចិត្តអីអញ្ចឹងហើយនៅក្នុងទីនេះគឺមានលោកតាបាសក់លួនញជាអធិបតីនៅក្នុងទីនឹងដែរហើយលោកតាបាសក់ក៏ជាអ្នកចេះដឹងមួយចំនួនដែរប៉ុន្តែគាត់ចេះដឹងផ្នែកខាងរឿងបែបបុរាណច្រើនណាបែបបុរាណច្រើនមកថារឿងខាងបាលីវេយ្យាករណ៍រឿងកពីដេកាអីគឺថាចំនួនគាត់នឹងមិនសូវជាបានរៀនទេបើបានរៀនគឺគាត់ចេះច្រើនប៉ុន្តែដោយសារគាត់មិនបានចេញរៀនបាលីមិនបានអីចឹងទៅគាត់ចេះរឿងបែបខាងសត្រាណាចេះខាងរឿងអាននៃក្បួនច្បាប់សត្រាស្លឹករឹតអីផ្សេងណាច្បាប់រឿងព្រេងរឿងនិទានរឿងស្អីណានឹងច្រើនបែបបុរាណណានឹងក៏ជាប្រការមួយដែរហើយឥឡូវនេះគឺចង់ឲ្យគាត់បានចេះនៅក្បួនច្បាប់បាលីកពីដីកាអីដូចគ្នាណាពីម៉ោងប្រហែលទៅម៉ោង6ចាប់ដើមចឹងណាម៉ោង6ហ្នឹងគឺចាប់ដើមហ្មងឬក៏ម៉ោង6ហ្នឹងយើងគ្រាន់តែជុំគ្នាហ្នឹងអញ្ចឹងមានន័យថាយើងមកមុនម៉ោង6បាទអាចម៉ោង5:40អីមកហ្នឹង5កន្លះអីចឹងទៅ1កន្លះទៅអីអញ្ចឹងហ៎5អញ្ចឹងម៉ោង6អញ្ចឹងមិនថាយើងចាប់ដើមរៀនហ្មងអញ្ចឹងម៉ោង6អាចទេណាម៉ោង6កន្លះហ្មងអញ្ចឹងបាទអញ្ចឹងយើងម៉ោង6កន្លះបាទដូចបងប្អូនប្រិមិត្តយើងបានទស្សនាហើយថាយើងបើកវគ្គសិក្សានេះគឺមានគ្រូជាបង្គោលមួយហើយគាត់កំពុងតែចែករំលែកតកតងទៅនឹងរបៀបរៀនក៏ដូចជាកំណត់ពេលវេលាថាតើត្រូវរៀនស្មើណារៀនពីពេលណាម៉ោងប្រមាណដើម្បីឲ្យពួកគាត់មកជុំគ្នាអញ្ចឹងងាយស្រួលណាកុំឲ្យមកមុនមកក្រោយទៅវានាំឲ្យមានបញ្ហារៀនអត់តាន់ពីព្រោះថាកម្រិតមូលដ្ឋាននេះគឺអត់អាចទៅមុនទៅក្រោយបានទេគាត់ថារៀនស្មើគ្នាណាអានស្រៈអានចិញ្ចនៈហ្នឹងគឺអានស្មើគ្នាចេះស្មើគ្នារៀនស្មើគ្នាអញ្ចឹងទៅនឹងគឺថាទៅទាំងអស់គ្នាណាហើយមួយទៀតសូមអធិស្ឋានបងប្អូនផងដែរតើទៅនឹងទស្សនភាពណាជាក់ស្ដែងនេះគឺថាมันបានជារៀបរយស្អាតបាតអីទេគឺថាណាឃើញអីថតហ្នឹងណាវេវ៉ាន់ហ្នឹងមិនទាន់បានរៀបរយអីដែរណាដោយសារកន្លែងចង្អៀតតិចផងហើយចង់ឲ្យឃើញទស្សនភាពជាក់ស្ដែងផងណាមានចានមានឆ្នាំងអីចឹងទៅខ្ជិលរើឥឡូវយើងធ្វើម៉េចឲ្យទៅបានកន្លែងបើកវគ្គសិនទៅណានិយាយពីគោលការណ៍ហើយឲ្យពួកគាត់បានដឹងឮហើយយើងនឹងពិភាក្សាគ្នាទៀតថាតើត្រូវរៀនយ៉ាងម៉េចត្រូវអង្គុយរៀនដាក់ក្តារខៀនកន្លែងណាអីចឹងទៅហ្នឹងហើយអញ្ចឹងសូមអធិស្ឋានបងប្អូនទេគ្រូអត់មានកន្លែងទេដូចអង្គុយអត់មានរបៀបឬក៏ថាអត់មានកៅអីអត់មានតុអត់មានកន្លែងអីឃើញតែចានឃើញតែឆ្នាំងឃើញតែកែវអញ៉ៃអាហ្នឹងអធិស្ឋានណាបងប្អូនអ្នកទស្សនាហ្នឹងហើយអញ្ចឹងការចែករំលែកពាក់ព័ន្ធទៅនឹងដំណឹងបើកវគ្គប៉ុណ្ណឹងហើយចុងក្រោយនេះសូមទស្សនាពីចំណាប់អារម្មណ៍របស់បងប្អូនយើងនៅក្នុងភូមិដែលគាត់ជាអ្នកមកចូលរួមសិក្សាហ្នឹងតើគាត់មានចំណាប់អារម្មណ៍ត្រេកអរសប្បាយរីករាយអីយ៉ាងណាគឺសូម
និមន្តនឹងអញ្ជើញទៅទស្សនាការចាប់អារម្មណ៍របស់ម្ចាស់ស្រុកនេះយើងហៅថាម្ចាស់ស្រុកណា យើងខ្ញុំនឹងក៏សូមត្រេកអរដែរថាបានបងប្អូនចូលរួមបានរៀនសូត្រឲ្យដឹងពីផ្លូវប្រធម៌អញ្ចឹងក៏សូមអរគុណបងប្អូនហើយលោកគ្រូទាំងពីរហ្នឹងសូមអរគុណច្រើនមែនតើដែលបានមករៀនខ្ញុំអរគុណណាស់ដែលបងប្អូនគ្រូទាំងពីរអង្គលោកអញ្ជើញមកពីភ្នំពេញមកបង្រៀននៅបងប្អូនហើយក៏ដូចជាអ្នកភូមិរបស់ខ្ញុំនឹងបានមករៀនធម៌ចេះដឹងដើម្បីក្នុងពុទ្ធសាសនាណាអញ្ចឹងខំប្រឹងរៀនសូត្រឲ្យបានជោគជ័យដើម្បីតំណតទៅខាងមុខទៀតណាបាទបានចេះឲ្យបានដឹងគ្រប់គ្នានៅក្នុងភូមិរបស់យើងអរគុណណាស់បងប្អូនដែលចូលរួមក្នុងកម្មវិធីថ្ងៃនេះជំរាបសួរដែលលោកគ្រូទាំងពីរហើយនិងបងប្អូនហើយនិងពុកមាយើងលោកតាទាំងអស់ដែលបានមកលោកគ្រូទាំងពីរមកប្រហាត់បរៀនដែលពួកខ្ញុំទាំងអស់គ្នានេះចង់នាំគ្នាមករៀនធម៌ចង់ចេះធម៌ហ្នឹងណាអញ្ចឹងបានមិនដែលចេះទេរួចអញ្ចឹងមកនេះបងប្អូនមកហើយគឺគាត់មករៀនហើយចង់មករៀនតែចេះមិនមកចង់រៀនបើសិនមានបងប្អូនចង់ហាត់រៀនទៀតខ្ញុំជួយមករៀននៅទីនេះនៅផ្ទះលោកកញ្ញោនេះមករៀនមកសូមលើកដៃគោរពដល់លោកគ្រូតែត្រូវជាប្អូនណាអ្នកដឹកនាំគេនេះឥឡូវលោកមានទឹកចិត្តណាដើម្បីមកដឹកនាំប្រជាពលរដ្ឋនៅភូមិអូស្វាយជាប្អូនជាម្ដាយមីងទៅជាពូទាំងអស់ឲ្យមកចូលរួមដើម្បីចេះពធដើម្បីឲ្យថាមានការចេះដឹងណាទាំងបងទាំងប្អូនទាំងក្មួយទាំងម្ដាយមីងទាំងអស់ឲ្យជាលោកឪពុកជាដើមនៅទីកន្លែងនេះខ្ញុំមានចាស់ពេកអូនដែលបានប្អូនឲ្យម្ដាយមីងហ្នឹងបានមករៀនធម៌ឲ្យចេះដឹងណាទាំងសូមអរគុណថោ បាទដោយបងប្អូនបានទស្សនាការចូលរួមរបស់អ្នកភូមិអ្នកស្រុកយើងគឺគាត់សប្បាយចិត្តក្នុងការបើកវគ្គបណ្ដុះបណ្ដាលថ្នាក់ភាសាបាលីកម្រិតមូលដ្ឋានក៏ដូចជាវគ្គដែលត្រូវសិក្សាមេរៀនពុទ្ធសាសនាហើយឥឡូវនេះគឺចាប់កម្មវិធីហើយគឺមានកាហ្វេមានភេសជ្ជៈអីហើយជជែកគ្នាសួរសុខទុក្ខរៀបរាប់អីណាជជែកពីនេះពីនោះបន្ថែមមុននឹងបញ្ចប់កម្មវិធីបាទអញ្ចឹងអរគុណណាស់សម្រាប់ការទស្សនារបស់បងប្អូនតាមរយៈវីដេអូមួយនេះគឺខ្ញុំបានចែករំលែកគ្រាន់តែជាការជូនដំណឹងហើយវគ្គដែលត្រូវសិក្សាអីយ៉ាងណាទៀតនោះគឺបងប្អូននឹងបានទស្សនានៅពេលក្រោយទៀតបាទអញ្ចឹងខ្ញុំប្រកាសណាខ្ញុំបាទសូមបញ្ចប់ត្រឹមហ្នឹងហើយក៏សូមប្រកេនពរប្រកាសណាគុណចាស់បងប្អូនសូមឲ្យបាននូវសេចក្តីសុខសេចក្តី